សួស្តីអ្នកនរគ្នាខ្ញុំបាទសេរ៉ូថ្ងៃនេះខ្ញុំមានខ្សែភាពយន្តមួយយកមកសម្រាប់ជជែកអ្នកនរគ្នាបានទស្សនាដែលសេរីមួយដែរគឺនិយាយអំពីក្រុមទាហានមួយក្រុមបានចូលវឹកហាត់ដើម្បីបញ្ចប់វគ្គរបស់ពួកគេហើយក៏បានជួបជាមួយនឹងមនុស្សយន្តនៅក្រៅភពហើយក៏បានការវិបហាពួកគេហើយជិតដឹងសេរីរឿងល្អមួយយ៉ាងណាបន្តទៀតតអ្នកទាំងអស់គ្នាទៅទស្សនាការសម្ដែងរឿងរបស់ខ្ញុំទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ការសម្ដែងរឿងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំនេះមួយផងសេរីយើងចាប់ដល់មកក៏បានឃើញមានក្បួនឡានមួយបានដង្ហែនៅតាមផ្លូវនៅក្នុងប្រទេសអាហ្គាហ្វគីស្ថានហើយនេះគឺជាបងប្អូនរបស់គេដែលបានមកជួយបងប្អូនរបស់គេដែលបានខកឡើងនៅពាក់កណ្ដាលផ្លូវហើយពួកគេទាំងពីរក៏បានលេងសើចជាមួយនឹងគ្នាបន្តិចបន្ទាប់មកបងប្អូនរបស់គេកំពុងតែធ្វើឡានហើយបងប្អូនម្នាក់នេះគឺព្យាយាមបញ្ចុះបញ្ចូលឲ្យបងរបស់គេគឺចង់ទៅធ្វើជាកងទាហាននៅគេហៅថា Ranger មុនដំបូងគឺបងប្អូនរបស់គេគឺបដិសេធដោយសារតែគាត់គិតថាមុននឹងចូលធ្វើជាកងទ័ព Ranger គឺវាពិបាកវាមិនស្រួលចឹងទៅប៉ុន្តែបងប្អូនរបស់គេគឺព្យាយាមបញ្ចុះបញ្ចូលពេកបងប្អូនម្នាក់នេះក៏បានសម្រេចចិត្តថានឹងទៅវឹកហាត់នៅក្នុងក្រុម Ranger ជាមួយនឹងគ្នាបន្តិចក្រោយមកនៅពេលដែលបងប្អូនរបស់គាត់បានដើរត្រឡប់ទៅកាន់ណាវិញក៏សត្វតែបានឃើញមីស៊ីធ្លាក់មកពីលើមេឃដែលជាការវិបហារបស់ទាហានផ្សេងមកកាន់ពួកគេទាំងអស់គ្នាហើយនៅពេលនោះនៅពេលដែលបងប្អូនរបស់គាត់បានភ្ញាក់ឡើងមកវិញក៏សត្វតែបានឃើញថានៅទីនោះគឺបានខ្ទេចខ្ទីអស់លីងសម្បីតែទាហានផ្សេងៗទៀតក៏បានស្លាប់អស់ផងដែរហើយបងប្អូនម្នាក់នេះក៏បានព្យាយាមស្វែងរកប្អូនរបស់គេទាំងដែលជើងរបស់គេទៅបានរបួសផងដែរហើយបន្ទាប់មកក៏បានភ្ញាក់ពីការសុបិនវិញដែលក៏កំពុងតែអង្គុយនៅក្នុងឡានតែពិតទៅវាគ្រាន់តែជាអតីតកាលដែលគាត់ឈឺចាប់នៅពេលបាត់បងប្អូនរបស់គាត់នៅលងពេលនោះប៉ុន្តែ2ឆ្នាំក្រោយមកក៏បានចូលទៅប្រឡងវឹកហាត់នៅក្នុងក្រុម Ranger ដើម្បីបំពេញបំណងរបស់បងប្អូនរបស់គាត់ផងដែរហើយក្រោយមកពួកគេក៏បានមកដល់កន្លែងជំនុំនៃការវឹកហាត់របស់ក្រុម Ranger ហើយលោកប្រធានក្រុមក៏បានឲ្យលេខសម្គាល់ទៅកាន់ទាហាននីមួយៗចំណែកឯតួប្ររបស់យើងក៏ទទួលបានលេខ81ហើយលោកប្រធានក្រុមនោះក៏ចង់ឲ្យ81យើងធ្វើជាមេក្រុមប៉ុន្តែ81យើងក៏បានបដិសេធក៏មិនចង់ធ្វើជាមេក្រុមទេរួចមកក៏មានលោកមេបញ្ជាការធំក៏បានប្រាប់ទៅកាន់ពួកគេទាំងអស់ឲ្យបានដឹងថាក្រុម Ranger គឺជាកងទ័ពជួរមុខរបស់សហរដ្ឋអាមេរិកហើយជោគវាសនារបស់ជាគឺពឹងផ្អែកទៅលើពួកគេហើយដើម្បីក្លាយទៅជាសមាជិកពេញសិទ្ធិនៅក្នុងកងកម្លាំងនៃ Ranger ពួកគេគឺត្រូវតែឆ្លងកាត់នៅការជំរុះជ្រើសរើសដ៏លំបាកបំផុតដែលមានរយៈពេល8សប្តាហ៍ដែលនឹងត្រូវសាកល្បងទៅលើផ្នែកកម្លាំងកាយកម្លាំងចិត្តនិងស្មារតីរហូតដល់កម្រិតកំពូលហើយទោះបីជាអ្នកដែលធ្លាប់ឆ្លងកាត់ក្នុងសមរភូមិឬក៏ទើបតែជួបធ្វើទាហានក៏ដោយហើយបើអាចស៊ូទ្រាំដល់វគ្គចុងក្រោយពួកគេត្រូវឆ្លងកាត់ការសាកល្បងបេសកកម្ម24ម៉ោងហៅថា Death March ហើយលុះត្រាតែឆ្លងកាត់វគ្គនេះជោគជ័យទើបពួកគេទទួលបាននូវស្លាកសញ្ញាមួយបារ៉េតពណ៌ត្នោតនេះនិងបានចូលជាសមាជិកផ្លូវការនៃកងវីរសេនាដ៏ធំដែលហៅថា Ranger នឹងឯងហើយការចូលវឹកហាត់មកដល់ដំណាក់កាលដំបូងដូចយើងបានឃើញហើយគឺតម្រូវឲ្យពួកគេលូនក្រាបតាមបន្លាយទឹកនិងបន្លាលួសហើយក៏បានលូតផ្លោះរបាំងផងដែរហើយចំពោះទាហានដែលត្រូវបានគេហៅលេខសម្គាល់របស់ខ្លួនគឺត្រូវបានដកចេញពីការប្រឡងភ្លាមៗហើយបន្តមកដល់គឺជាការទេដូចជាតោងដែកហើយនឹងអវងដីហាភ្លៀងហើយយើងក៏បានឃើញថាលោកប្រធានក្រុមដែលវឹកហាត់នឹងក៏គឺព្យាយាមបំបាក់ទៅចិត្តទៅកាន់ទាហានផ្សេងទៀតឲ្យគិតថាបើសិនជាចង់បោះបង់ចូលធ្វើវាឥឡូវនេះទៅហើយបន្តមកតម្រូវឲ្យពួកគេលុតចូលទៅក្នុងទឹកដើម្បីរៀនដកដង្ហើមនៅក្រោមទឹកចំណែកឯទាហានអ្នកនេះបានហក់ឡើងទៅលើក្តារបុកក្បាលជញ្ឈាមហើយក៏បានទៅដកចេញពីការប្រឡងភ្លាមហើយលោកគ្រូបង្វឹកក៏បាននិយាយទៅបំបាក់ទៅចិត្តពួកគេម្ដងទៀតថាបើសិនជាពួកគេចង់បោះបង់វាមិនខ្មាស់គេទេហើយគាត់ដឹងថាពួកគេពីច្រើនគឺនឹងបោះបង់ចោលហើយបន្ទាប់មកនៅពេលដែលគេហៅលេខអ្នកដែលត្រូវជំរុះចោលពីការប្រឡងបន្ទាប់ហើយមកដល់សប្តាហ៍ទី4ពួកគេត្រូវរត់ឡើងទៅលើភ្នំម្ដងចំណែកឯទាហានផ្សេងៗបានរត់ជុំជាមួយនឹងគ្នាតែ81យើងបានរត់ផុតដាច់ឆ្ងាយមុនគេមុនឯងហើយពេលដែលទាហានផ្សេងៗមកដល់ទីតាំង81យើងក៏បានរត់ត្រឡប់ទៅក្រៅវិញបាត់ទៅហើយលេខ15ក៏បាននិយាយឈៀតឌឺដងដាក់81យើងហៅក៏សិតតែ Super Heroតែ81យើងក៏ធ្វើជាមិនខ្វល់រត់ត្រឡប់ទៅវិញធ្វើរំភើយហើយចំណែកឯដល់ពេលញ៉ាំអាហារក៏81យើងមិនទៅញ៉ាំជាមួយគេជាមួយឯងបានអង្គុយញ៉ាំអាហារតែម្នាក់ឯងម៉ងថ្ងៃហាត់បន្ទាប់ដល់វគ្គដែលពួកគេទៅតោងខ្សែពួរឆ្លងទន្លេតែពេលនោះបើសិនជាមាននរណាម្នាក់ឆ្លងកាត់ហើយបានធ្លាក់ចូលទៅក្នុងទឹកក៏ត្រូវដកចេញពីការវឹកហាត់ភ្លាមហើយការវឹកហាត់បន្ទាប់គឺជាការបោកចំបាប់81យើងនៅតែបង្ហាញថាគាត់គឺខ្លាំងហើយពូកែជាងគេហើយមុននឹងចាប់ផ្ដើមធ្វើការវឹកហាត់លោកគ្រូបង្វឹកក៏បានសួរទៅកាន់ពួកគេទាំងអស់គ្នាថាតើធ្លាប់មានអ្នកណាម្នាក់ធ្លាប់បានចូលទៅក្នុងសមរភូមិធ្វើសង្គ្រាមផ្ទាល់តែពេលនោះក៏មានតែទាហានប្រមាណអ្នកទេដែលបានប្រាប់ថាពួកគេគឺធ្លាប់បានចូលទៅក្នុងសង្គ្រាមហើយចំណែក81យើងដឹងស្រាប់ហើយតែក៏ធ្លាប់ឆ្លងកាត់នៅក្នុងសមរភូមិសង្គ្រាមការដែលនៅប្រទេសអាហ្វហ្គានីស្ថានហើយបន្ទាប់មកក៏ដល់វគ្គដែលពួកគេត្រូវហាត់បាញ់កាំភ្លើងហើយនៅពេលដែលដល់ម៉ោងញ៉ាំ
អាហារ81យើងអង្គុយតែម្នាក់ឯងញ៉ាំអាហារដូចរាល់ដងហើយពេលនោះក៏មានទាហានផ្សេងទៀតបានដឹងពីប្រវត្តិរបស់81យើងផងដែរហើយគេក៏បាននាំគ្នានិយាយថា81យើងធ្លាប់បានមានស្នាដៃទទួលបានពានរង្វាន់ផ្កាយពណ៌ប្រាក់រួចមកក៏មានព័ត៌មានបានផ្សាយអំពី NASA បានរកឃើញមានអាចផ្កាយដ៏ធំមួយមកពីខាងក្រៅប្រព័ន្ធព្រះអាទិត្យបានហោះមកក្បែរភពផែនដីរបស់យើងតែ NASA បានសន្និដ្ឋានថាអាចផ្កាយនឹងវាគ្រាន់តែធ្វើដំណើរឆ្លងតាមគន្លងភពផែនដីរបស់យើងទេហើយមន្ត្រីជំនាញរបស់ខាង NASA ក៏បានអះអាងថាវាមិនអាចបង្កជាហេតុការណ៍ឲ្យយើងព្រួយបារម្ភឡើយហើយពេលព្រឹកឡើងមកដល់លោកមេបញ្ជាការក៏បានចាប់ផ្ដើមហៅលេខសម្គាល់របស់ទាហានម្នាក់ៗដែលបានត្រូវធ្លាក់ចេញពីការប្រឡងដូចរាល់ដងហើយដល់ម៉ោងបាយលេខ15គាត់នៅតែមិនជឿថា81យើងទទួលបានពានរង្វាន់ផ្កាយពណ៌ប្រាក់តែលេខ44ក៏បានប្រាប់ទៅកាន់គាត់វិញថាគេគ្រាន់តែបានឮពីគេនិយាយដែរកាលនោះលេខ81យើងគឺជាអ្នកដែលមានជីវិតតែម្នាក់គត់នៅក្នុងសមរភូមិសង្គ្រាមនៅប្រទេសអាហ្គានីស្ថាននិងបានលីប្អូនប្រុសរបស់គាត់ចេញពីសមរភូមិទៅជំរំមូលដ្ឋានចម្ងាយជាង16គីឡូម៉ែត្រហើយលេខ15ក៏បានងាកទៅសួរលេខ81ថាវាជាការពិតអត់រឿងរ៉ាវដែលកើតឡើងនៅប្រទេសអាហ្គានីស្ថានលេខ7ក៏បាននិយាយថាឲ្យលេខ15ហើយបន្ទាប់មកលោកគ្រូបង្វឹកក៏បានដើរមកដល់សួរថាអ្នកណាគឺជាអ្នកដែលនាំគ្នានិយាយលងពេលដែលហូបបាយហើយលេខ15មុនដំបូងគឺរៀងភ័យបន្តិចតែសំណាងល្អលេខ7ក៏បានឆ្លើយចំនួនគឺជាគាត់ហើយបន្ទាប់មកលោកគ្រូបង្វឹកក៏បានដាក់ពិន័យឲ្យពួកគេឡើងទៅលើភ្នំបន្ថែមហើយការប្រហាក់បន្ទាប់ពួកគេគឺទៅលីឈើហើយក៏មានគ្រូបង្វឹកជួបបាញ់ទឹកដាក់ពួកគេនិងបានសួរពួកគេហើយអ្វីមកទីនេះ44ក៏បាននិយាយថាគេមកទីនេះដើម្បីវឹកហាត់ក្នុងការប្រយុទ្ធឲ្យខ្លាំងក្លាជាងមុនចំណែកលេខ60ក៏បាននិយាយថាគេមកទីនេះចង់បម្រើការនៅក្នុងកងកម្លាំងទ័ពជួរមុខមួយនេះចំណែក81យើងក៏បានប្រាប់ថាក៏មកទីនេះដើម្បីតែ cross finish line មានន័យថាគាត់ចង់ធ្វើឲ្យវាដល់ទីបញ្ចប់ពេលមកដល់កន្លែងដេក81យើងក៏បានអង្គុយឆ្លីជើងដែលមានរបួសគាត់ដែលវាមិនទាន់បានធូរស្បើយនៅឡើយហើយក៏បានយកថ្នាំវេម្យ៉ាងយកមកលេបហើយពេលនោះដែរលេខ7ក៏បានមើលឃើញគាត់ដែរព្រឹកស្អែកមកដល់ពួកគេទាំងអស់គ្នាក៏បានរត់ឡើងទៅលើភ្នំតែនៅពេលដែលឈប់សម្រាកលេខ7ក៏បានទៅនិយាយជាមួយនឹងលេខ81ហើយគេក៏បានដឹងអត្ថន័យរូបសាស្ត្រអក្សរ EFU នៅលើដៃរបស់81យើងដែរហើយរួចមកពួកគេទាំងអស់គ្នាក៏បន្តវឹកហាត់រហូតដល់សប្តាហ៍ទី6ហើយដោយដងយើងដឹងហើយលោកមេបញ្ជាការក៏បានឈរចាំហៅលេខសម្គាល់របស់ទាហានម្នាក់ៗដែលត្រូវបានដកចេញពីការប្រឡងព្រោះហើយការប្រហាត់បន្តតម្រូវឲ្យពួកគេគឺស្ថិតនៅក្នុងសមរភូមិមានការបាញ់គ្នាផងហើយក៏មានការទម្លាក់គ្រាប់បែកនៅជុំវិញនោះផងហើយវាក៏ធ្វើឲ្យ81យើងសម័យទៅដល់សង្គ្រាមដែលផ្ទុះគ្រាប់នៅប្រទេសអាហ្វហ្គានីស្ថានហើយទោះបីជាគាត់កំពុងតែដេកក៏បានសម័យនឹកឃើញពីទស្សនវិជ្ជាបែបនោះផងដែរហើយចុះដល់ថ្ងៃបន្ទាប់នេះគឺជាសប្តាហ៍ចុងក្រោយដែលពួកគេត្រូវចូលវឹកហាត់កាន់ដុំដែកគីឡូមួយនេះដើរចូលទៅក្នុងទឹកពេលនោះដែរ81យើងក៏បានដើរបណ្ដើរក៏បន្តនឹកសម័យឃើញរឿងរ៉ាវដ៏ឈឺចាប់នៅក្នុងឆាកជីវិតរបស់គាត់ដែលមិនអាចជួយប្អូនប្រុសរបស់គាត់បាននៅក្នុងសមរភូមិហើយក៏បានត្រូវអស់ខ្យល់នៅក្នុងទឹកក៏សន្លប់បាត់ទៅតែសំណាងល្អក៏ត្រូវបានលោកគ្រូបង្វឹកជួយឲ្យគេឡើងមកលើគោកវិញហើយក៏បានជួយសង្គ្រោះគេឲ្យដឹងខ្លួនមកវិញផងដែរហើយពេលនោះដែរលោកមេបញ្ជាការក៏បានចូលមើលគេមកពីខាងលើហើយក៏បានប្រាប់ឲ្យគេហៅ81យើងមកជួបគាត់ចំណែកឯសារព័ត៌មានដែលបានផ្សាយពី NASA បានរកឃើញអាចផ្កាយមកពីខាងក្រៅប្រព័ន្ធព្រះអាទិត្យដែលបានហោះនៅជុំវិញភពផែនដីរបស់យើងឥឡូវវាបានបំបែកខ្លួនជាបំណែកតូចៗហើយចំណែកឯ81យើងក៏បានចូលទៅជួបជាមួយនឹងលោកមេបញ្ជាការហើយពេលនោះដែរលោកមេបញ្ជាការក៏បានប្រាប់81យើងគួរតែលាឈប់ចេញពីវគ្គសិក្សាមួយនេះហើយ81ក៏បានខឹងហើយប្រាប់ទៅកាន់លោកមេបញ្ជាវិញថាគេមិនទាន់បានធ្លាក់នៅក្នុងវគ្គវឹកហាត់ណាមួយទេមិនបានត្រូវដកគេចេញពីការវឹកហាត់បែបនេះបន្ទាប់មកលោកមេបញ្ជាការ Torres ក៏បាននិយាយប្រាប់ទៅកាន់81យើងថាគាត់ដឹងថា81យើងមានបញ្ហាផ្លូវចិត្តហើយក៏មានកូនទាហានផ្សេងបានរាយការណ៍ឃើញគេយប់ឡើងគឺមិនដែលដេកពួនអីទេហើយគេក៏មិនដែលមានទំនាក់ទំនងល្អជាមួយនឹងទាហានផ្សេងៗឡើយហើយគាត់ក៏បានដឹងតាំងពីថ្ងៃដំបូងដែល81យើងបដិសេធនៅឱកាសធ្វើជាប្រធានក្រុមផងដែរហើយគាត់ក៏បានបន្តប្រាប់81ទៀតថាទាំងអស់នេះគឺមិនមែនជាសម្បត្តិលក្ខណៈរបស់កងទាហានកម្លាំងរេញជ័រនោះទេហើយលោកមេបញ្ជាការធំក៏បានប្រាប់គេម្ដងវិញថាធម្មតានៅពេលដែលទាហានម្នាក់ធ្លាប់ឆ្លងកាត់រឿងរ៉ាវដ៏អាក្រក់ៗក្នុងជីវិតបន្ទាប់ពីចូលសមរភូមិពួកគេតែងតែសុំឱកាសសម្រាកមួយរយៈសិនដើម្បីស្ដារឲ្យស្មារតីរបស់គេរឹងមាំមកវិញឬក៏ចូលរួមនៅក្នុងវគ្គព្យាបាលផ្លូវចិត្តជាដើមហើយលោកមេបញ្ជាការក៏បន្តប្រាប់គេទៀតថាព្រឹកស្អែកគាត់នឹងដកឈ្មោះ81យើងចេញជប់ឲ្យធ្វើការវឹកហាត់បន្តទៀតហើយតាមពិតទៅពួកគាត់ទាំងពីរគឺពិតជាកោតសរសើរទៅលើសមត្ថភាពរបស់81យើងណាស់ប៉ុន្តែពួកគាត់គឺសម្រេចចិត្តដក81យើងដោយសារតែមានបញ្ហាមួយចំនួនអញ្ចឹងទៅហើយក៏បានឲ្យលិខិតសម្បោះបងដោយស្ម័គ្រចិត្តតែឲ្យ81យើងសញ្ញេប៉ុន្តែ81យើងក៏បានកោតឈរឡើងហើយក៏បាននិយាយប្រាប់ទៅកាន់ពួកគាត់វិញថាគេគឺមិនព្រមលីឈប់ទេនៅចង់បន្តវឹកហាត់ដដែលហើយឲ្យជ្រើសរើសគេតាមសមត្ថភាពដែលគេមាននោះទៅ
បន្ទាប់មក81យើងក៏បានដើរចេញត្រឡប់ទៅវិញហើយព្រឹកស្អែកមកដល់លោកមេបញ្ជាការក៏បានហៅឈ្មោះអ្នកដែលត្រូវបានជាប់ឡើងទៅដល់វគ្គចុងក្រោយហើយ81យើងក៏បានជាប់ទៅដល់វគ្គចុងក្រោយផងដែរប៉ុន្តែអ្នកដែលមិនបានឮឈ្មោះទៅតែធ្លាក់ត្រឡប់ទៅកាន់ផ្ទះវិញហើយអ្នកដែលត្រូវបានជាប់ទាំងអស់គ្នានេះក៏បានត្រេកអរសប្បាយចិត្តអោបគ្នាយ៉ាងខ្លាំងហើយបន្ទាប់ពីពួកគេបានសម្រាក30នាទីមកក៏ត្រឡប់ចូលទៅស្ដាប់លោកមេបញ្ជាការបានប្រាប់ពួកគេនៅបេសកកម្មបន្ទាប់ចុងក្រោយដែលហៅថា Death March ហើយពួកគេមានរយៈពេល24ម៉ោងទៅស្វែងរកយន្តហោះសម្ងាត់មួយហើយទៅបន្ទោវាចោលរួចហើយក៏បន្តទៅជួយអ្នកដែលបកយន្តហោះដែលត្រូវបានក្រុមសត្រូវឃុំខ្លួននៅក្នុងភូមិមួយហើយនៅក្នុងក្រុមរបស់ពួកគេទៅតែបំពាក់វិទ្យុតាក់ទង VHF តែមួយគត់ដើម្បីរាយការណ៍ពីស្ថានភាពមកវិញហើយលោកមេបញ្ជាការក៏បានប្រាប់លេខ81យើងធ្វើជាប្រធានក្រុមថ្មីហើយគេគឺត្រូវមានភារកិច្ចនាំអ្នកបើកយន្តហោះត្រឡប់មកកម្មបន្ទាយវិញហើយបើសិនជាអំឡុងពេលដែរការប្រហាត់របស់ពួកគេទៅសត្រូវវាឆ្មក់បានសម្រេចពួកគេនឹងទៅធ្លាក់ហើយក៏បេសកកម្មត្រូវបានបញ្ចប់ផងដែរប៉ុន្តែបើសិនជាពួកគេធ្វើវាបានសម្រេចពួកគេនឹងទទួលបានផ្លាកសញ្ញាកងទ័ព Ranger ពីលោកមេបញ្ជាការធំផ្ទាល់តែម្ដងនៅពេលលោកមេបញ្ជាការបានបញ្យោចប់ពួកគេក៏បានឡើងជិះទៅលើ Helicopter 2 គ្រឿងហើយហោះទៅកាន់ទីតាំងដែលបានកំណត់រួចមកពួកគេក៏បានជិះហោះមកកាន់កន្លែងមួយតែមិនដឹងជាកន្លែងអ្វីនោះទេហើយបន្ទាប់មកពួកគេក៏បានមកដល់កន្លែងដែលបានកំណត់ធ្វើបេសកកម្មហើយក៏បាននាំគ្នាចូលពីលើ Helicopter ហើយក៏បានចូលទៅក្នុងព្រៃហើយលេខ81យើងក៏បានសួរទៅកាន់លេខ57ដែលជាអ្នកកាន់ផែនទីថាពួកគេដល់កន្លែងណាហើយទីតាំងទៅបន្តនៅណាទៀត57បានប្រាប់ថាគោលដៅដែលពួកគេត្រូវធ្វើដំណើរបន្តគឺនៅទិសដៅខាងលិចឆ្ងាយពីនេះជាងប្រហែល20គីឡូម៉ែត្រទៅទៀតហើយលេខ81យើងក៏បានកំណត់ពេល24ម៉ោងក្នុងនាឡិកាដៃរបស់គាត់ដើម្បីធ្វើបេសកកម្មនេះបញ្ចប់ទាន់ពេលវេលាហើយការធ្វើដូច្នោះក៏ធ្វើឲ្យទាហានផ្សេងៗទៀតស្ងប់ស្ងាត់មិនព្រមនិយាយអ្វីទាំងអស់ហាក់បីដូចជាមិនពេញចិត្តហើយលេខ7ឃើញដូច្នោះក៏បាននិយាយជួយប្រាប់ពួកគេថាឲ្យជឿជាក់លើខ្លួនឯងហើយសហការគ្នាកុំបោះបង់ហើយពួកគេត្រូវតែខ្លាចទៅជាក្រុម Ranger ទាំងអស់គ្នាហើយបន្ទាប់មកពួកគេក៏យល់ព្រមស្ដាប់លេខ7ហើយក៏បន្តដំណើរទៅមុខទៀតហើយពួកគេក៏បានដើរមកលើភ្នំហើយដល់ពេលយប់ឡើងពួកគេក៏បានឈប់សម្រាកបន្តិចប៉ុន្តែលេខ81យើងក៏ថាមិនដេកទេក៏ចង់នៅឃ្លោមមើលហើយឲ្យពួកគេទាំងអស់គ្នានឹងសម្រាកសិនទៅហើយរួចមកក៏មានរបស់អ្វីម្យ៉ាងបានហោះកាត់លើក្បាលពួកគេហើយអ្នកខ្លះក៏បានគិតថាប្រហែលគ្រូបង្វឹកចង់សាក់លបងពួកគេកុំឲ្យពួកគេបានដេកសម្រាកអីចឹងទៅរួចមកលេខ81យើងក៏ប្រោសឲ្យពួកគេបន្តដល់ទៅមុខទៀតដើម្បីទៅស្វែងរករបស់មួយហ្នឹងហើយពួកគេក៏បានដើររហូតដល់ពេលព្រឹកក៏បានឆ្លងកែយឹតមើលក៏បានឃើញថារបស់ហ្នឹងដូចជាចម្លែកហើយក៏បានគិតថាផែនលោកមេបញ្ជាការដាក់ឲ្យពួកគេធ្ងន់ធ្ងរដល់ថ្នាក់នេះផងហើយលេខ81យើងក៏បានប្រាប់ឲ្យលេខ111ភ្ជាប់វិទ្យុតាក់ទងរាយការណ៍ពីស្ថានភាពនៅទីនេះហើយ81ក៏បានបែងចែកក្រុមឲ្យមានអ្នកខ្លះនៅរោងចាំខាងលើហើយមានអ្នកខ្លះទៀតរោងចាំនៅខាងក្រោមដើម្បីបន្ទោយន្តហោះនៅក្បែរនោះតែនៅពេលដែលលេខ57បានប្រាប់ពួកគេយោងតាមកូអឌីនេដែលគេបានណែនាំប្រាប់ថាទីតាំងគោលដៅនោះគឺវាខុសឆ្ងាយពី200ម៉ែត្រហើយវាដូចជាដើរខុសប្រក្រតីបន្ទាប់មកលេខ57ក៏បានប្រាប់ពួកគេថាมันអាចភ្ជាប់វិទ្យុតាក់ទងទៅកាន់ថ្នាក់លើបានទេឬតែសំឡេងដូចជាចម្លែកហើយលេខ15ក៏គិតថាប្រហែលជាគ្រូបង្វឹកចង់ផ្ដាច់ប្រព័ន្ធតាក់ទងចង់ធ្វើបាបគេអញ្ចឹងទៅហើយ81យើងក៏បានប្រាប់ឲ្យពួកគេមានការប្រុងប្រយ័ត្នជានិច្ចពីព្រោះគ្រូបង្វឹកនឹងអាចវាយឆ្មក់ពួកយើងគ្រប់ពេលវេលាបានបន្ទាប់មកពួកគេក៏បានដើរទៅដល់កន្លែងយន្តហោះមួយនោះចំណែកឯ81យើងក៏បានងាកទៅឃើញពន្លឺចាំងផ្លាតចេញពីកន្លែងមួយហើយក៏បានធ្វើសញ្ញាឲ្យគ្នាគេបានដឹងហើយក៏បានដើរទៅកាន់ពន្លឺចាំងនោះទៅចំណែកពួកគេទាំង3នាក់នេះវិញក៏បានយកគ្រាប់បែកទៅដាក់លើយន្តហោះមួយនោះដើម្បីបំផ្ទុះចំណែក81យើងក៏បានដើររហូតទៅឃើញយន្តហោះមួយគ្រឿងទៀតដែលនៅកន្លែងមួយនោះហើយគេក៏បានគិតថាវាជាយន្តហោះដែលគេនឹងត្រូវបន្ទុះបន្ទាប់មកក៏បានរត់ប្រញាប់ប្រញាល់ទៅប្រាប់គ្នារបស់ពួកគេរីឯអ្នកនៅនេះវិញក៏បានបំផ្ទុះយន្តហោះនោះហើយជាសាច់បាត់ទៅហើយស្រាប់តែបានធ្វើឲ្យមនុស្សយន្តមួយនោះវាក៏បានងើបឡើងហើយវាក៏បានបាញ់ភ្លើងឡាស៊ែពណ៌ខៀវស្កេននៅជុំវិញនោះរួចក៏បានទៅស្កេនភ្លើងពណ៌ក្រហមចំពួកគេដែលកំពុងតែកាន់កំភ្លើងគ្រប់ដៃហើយមនុស្សយន្តនោះក៏បានបាញ់សម្លាប់ពួកទាហានផ្សេងៗទៀតនៅក្បែរនោះពីម្នាក់ទៅម្នាក់ចំណែកឯលេខ44នៅកន្លែងឈរមើលផ្លឹកមានមនុស្សយន្តមួយនោះវាបាញ់ចំសំណាងល្អ81យើងក៏បានហក់ទៅជួយគេទាន់ហើយពួកគេទាំងអស់គ្នានេះក៏បានរត់រហូតទៅកាន់មាត់ជ្រោះអស់ផ្លូវទៅក៏ស្រាប់តែមានអាក្រក់បែកនោះបានហោះមកបំផ្ទុះពួកគេធ្លាក់ចុះទៅខាងក្រោមហើយរមៀលទៅបុកថ្មពីពេញនោះហើយបន្ទាប់មកក៏មានទាហានម្នាក់បានចូលមកក៏ចាក់ចំឈើធ្លុះខ្លួនចំណែក81យើងក៏បានធ្លាក់ចូលមកជាមួយនឹងគេមានអារម្មណ៍ថាវល់ហើយក៏បាននឹកសម័យទៅឃើញនៅអតីតកាលនៅក្នុងសមរភូមិជាមួយនឹង
នឹងបងប្អូនរបស់គេដែលបានស្លាប់បាត់ទៅហើយ81យើងក៏បានងើបមកវិញហើយកូនដៃរបស់គាត់វាក៏វាចគាត់ក៏បានកាច់វាឲ្យត្រង់មកវិញស្រែកយ៉ាងឈឺចាប់ហើយគេក៏បានបញ្ញាបញ្ញាទៅជួយគ្នារបស់គេផ្សេងទៀតដែលកំពុងតែរងរបួសហើយនៅពេលនោះពួកគេក៏បានដឹងថាលេខ77ហើយនិងលេខ111ដែលជាអ្នកកាន់វិទ្យុទាក់ទងនោះគឺមិនដឹងបត្តនានោះទេហើយ81យើងក៏បានសម្រេចចិត្តថាឡើងទៅខាងលើវិញដើម្បីស្វែងរកពួកគេពេលទៅដល់ខាងលើ81យើងក៏បានឃើញថាពួកគេទាំងអស់គ្នានោះគឺបានស្លាប់អស់ផងដែរហើយវិទ្យុទាក់ទងនោះវាក៏បានខុសខ្ទេចអស់នៅលើសាររបស់លេខ111ហើយនៅពេលនោះផងដែរ81យើងក៏បានឃើញថាមានទាហានម្នាក់នៅមានជីវិតកំពុងតែវានៅក្បែរនោះហើយគាត់បំរុងថានឹងទៅជួយក៏ស្រាប់តែបានឃើញអាមនុស្សយន្តនោះវាក៏បានដើរមកហើយក៏បានស្កេនរួចក៏សម្លាប់ទាហានម្នាក់នោះស្លាប់បាត់ទៅចំណែកឯលេខ57ក៏បានស្លាប់ផងដែរដែលធ្វើឲ្យពួកគេទាំងអស់គ្នានោះគឺបានខូចចិត្តយ៉ាងខ្លាំងចំណែក81យើងក៏បានរត់មកប្រាប់ពួកគេឲ្យបញ្ញារត់ចាក់ចេញពីទីនេះទៅវាអាមនុស្សយន្តនោះវាមកដល់ហើយលេខ7ដែលមានរបួសជើងនេះក៏បានសួរទៅកាន់លេខ81យើងថា77ហើយនិង111គឺមិនហើយ81យើងក៏បានប្រាប់ទៅកាន់គេវិញថាពួកគេទាំងអស់នោះគឺស្លាប់អស់បាត់ហើយរួចមកពួកគេទាំងអស់គ្នាក៏បានបញ្ញាយកអាខ្សែពួរនេះចងដើម្បីសូត្រចុះទម្លាក់ទៅខាងក្រោមពីម្នាក់ទៅម្នាក់ហើយលេខ96ក៏ឲ្យលេខ81យើងចុះទៅខាងក្រោមមុនទៅឲ្យគេនៅចាំជួយលេខ7ដែលមានរបួសជើងនេះជួយទប់នៅខាងលើហើយនៅពេលលេខ7ចុះបាក់បន្តិច81យើងក៏បានឃើញថាត្រីវិស័យទិសដៅរបស់គាត់វាវល់ឡើងខ្ញាល់ហើយអាមនុស្សយន្តនោះវាក៏បានដើរមកពីខាងក្រោយមកដល់ក៏បានបាញ់តម្រង់ទៅកាន់96យើងដាច់ខ្លួនជាពីរឲ្យស្លាប់បាត់ទៅហើយនៅពេលដែលពួកគេកំពុងតែលាក់ខ្លួននោះអាមនុស្សយន្តនោះវាក៏បានដើរស្កេននៅជុំវិញនោះក៏បានស្កេនចំជើងរបស់លេខ7កំពុងតែមានរបួសហើយពួកគេក៏មករងចាំយូរក៏បានរត់យោចំណែកអាមនុស្សយន្តនោះវាក៏បានបន្តទម្លាក់ក្របបែកជាច្រើនតាមផ្លូវដើម្បីបំទុះសម្រាប់ពួកគេរត់សឹងមិនទាន់ហើយបន្ទាប់មកពួកគេក៏បានរត់មករៀងឆ្ងាយបន្តិចក៏បាននាំគ្នាសម្រាកសិនហើយលេខ81យើងក៏បានទៅជួយមើលរបួសឲ្យលេខ7ឃើញថាឆ្អឹងរបស់គេគឺបានបាក់ចេញពីគ្នាហើយចំណែកទាហានផ្សេងទៀតក៏បានអង្គុយឆ្ងល់យ៉ាងខ្លាំងថាអាមនុស្សយន្តនោះគឺវាមកពីប្រភពណាហើយអ្នកខ្លះទៀតក៏បានគិតថាប្រហែលវាមកពីប្រទេសរុស្ស៊ីឬក៏ប្រទេសចិនប៉ុន្តែអ្នកផ្សេងទៀតក៏បានតបទៅវិញថាគឺរុស្ស៊ីមិនមានថវិកាណាដើម្បីផលិតគ្រឿងយន្តដ៏អស្ចារ្យបែបនេះទេហើយបើនិយាយពីចិនវិញគឺគ្រាន់តែចម្លងចេញមកពីប្រទេសយើងតែប៉ុណ្ណោះហើយលេខ81យើងក៏បានរំរបួសជើងឲ្យលេខ7ហើយដៃរបស់គាត់ក៏ស្រាប់តែប្រឡាក់ឈាមធ្វើឲ្យគាត់នឹកឃើញទៅដល់អតីតកាលម្ដងទៀតហើយលេខ7ក៏បាននិយាយលួងលោមឲ្យគាត់សម្រួលអារម្មណ៍មកវិញហើយជឿជាក់ថាគាត់អាចធ្វើវាបានហើយលេខ81យើងក៏បានរាប់1 2 3បន្ទាប់មកគេក៏បានកាច់ឆ្អឹងរបស់លេខ7ឲ្យចូលនៅក្នុងជើងវិញរួចមកក៏យកបងទៅរុំរបួសហើយលេខ7យើងក៏ឈឺចាប់ពេកក៏បានស្រែកសន្លប់បាត់ទៅហើយ81យើងក៏បានប្រាប់ពួកគេថាយើងលែងមានផែនទីដើម្បីមើលផ្លូវទៀតហើយក៏បានសម្រេចចិត្តនាំពួកគេដើរទៅមុខដើម្បីរកភូមិនៅក្បែរនោះរួចមកពួកគេក៏បានរៀបចំខ្លួនលើកលេខ7បន្តដើរទៅមុខទៀតមិនយូរប៉ុន្មានពួកគេក៏បានដើរមកដល់កន្លែងដែលទឹកហូរធំមួយហើយពួកគេក៏បានដឹងថាគ្មានផ្លូវដើម្បីវានោះទេហើយលេខ81យើងក៏បានសម្រេចចិត្តថានឹងហាយឆ្លងទៅក្រោមម្ខាងដើម្បីយកខ្សែពួរទៅចងដើម្បីឲ្យអ្នកផ្សេងទៀតឆ្លងកាត់ហើយលេខ81យើងក៏ឲ្យលេខ109ចាំមើលត្រីវិស័យនេះថាមនុស្សយន្តនោះវាមកដល់ពេលណារួចមកលេខ44យើងក៏បានឈរចាំទប់ខ្សែឲ្យ81យើងហើយ81យើងក៏បានចងខ្សែនៅចង្កេះរបស់គាត់ក៏បានហក់ចូលទៅក្នុងទឹកព្យាយាមហែទៅម្ខាងទៀតតែពេលនោះដែរអាទឹកនោះវាក៏បានហូរខ្លាំងពេកធ្វើឲ្យ81យើងលិចចូលទៅក្នុងទឹកបាត់មួយសន្ទុះធ្វើឲ្យអ្នកនៅខាងលើនោះគឺមានអារម្មណ៍ថាភ័យហើយបន្ទាប់មកក៏ឃើញ81យើងលេចឡើងមកវិញទៅដល់ក្រោយម្ខាងហើយគេក៏បានបញ្ញាយកខ្សែពួរទៅចងឲ្យនឹងនៅដើមឈើហើយនៅពេលដែលលេខ81យើងបានចងខ្សែជាប់ហើយលេខ15ជាមួយនឹងលេខ7ដែលមានរបួសជើងនោះក៏បានមកមុនហើយពួកគេក៏បានឆ្លងបានត្រឹមពាក់កណ្ដាលផ្លូវអាខ្សែចងជាប់ជាមួយនឹងលេខ15និងលេខ7វាក៏បានរបូតបៀងធ្វើឲ្យលេខ7យើងធ្លាក់ចូលទឹករួចមកគ្នាគេផ្សេងទៀតក៏បានតង់ខ្សែមកជួយទាំងអស់គ្នាចំណែកអត្រីវិស័យនេះវាក៏សັບតែវល់ខ្ញាល់ហើយមួយសន្ទុះក្រោយមកអាមនុស្សយន្តនោះវាក៏បានចេញមកស្កេនទៅកាន់ពួកគេរួចមកវាក៏បានបាញ់មួយគ្រាប់ទៅកាន់ទាហានម្នាក់ធ្លាក់ចូលទឹកស្លាប់បាត់ទៅចំណែកពួកអ្នកផ្សេងទៀតក៏បានដាច់ខ្សែធ្លាក់ចូលហូរទៅតាមទឹកហើយអាមនុស្សយន្តនេះវានៅតែបន្តបាញ់សម្លាប់ពួកគេចំណែក81យើងក៏បានចាប់ខ្សែនៅក្នុងទឹកពីណាមនុស្សយន្តនោះវាជន់សំណាងល្អក៏បានកាត់ដាច់ខ្សែនោះទាន់ហើយរួចមកក៏បានទៅជួយលេខ7កំពុងតែអណ្ដែតទឹកនៅក្បែរនោះខ្សែទឹកក៏បាននាំហូរពួកគេធ្លាក់ចូលទៅក្នុងជ្រោះតែពួកគេសំណាងល្អក៏នៅតែមានជីវិតរស់ធម្មតាហើយពេលនោះពួកគេក៏បានជួបលេខ60នៅទីនោះផងដែរចំណែកលេខ109ក៏បានឃើញមួកលេខរបស់23រស័តមកហើយគេក៏មានអារម្មណ៍ថាខ្លាចជាខ្លាំងហើយ81យើងក៏បានដើរមកដល់និយាយប្រាប់ឲ្យគេថាអាចដើរទៅរួចអត់ហើយក៏បានប្រាប់គេឲ្យបន្តដើរទៅមុខទៀតបើមិនចង់ស្លាប់នៅទីនេះហើយនៅពេលដែលពួកគេបន្តដើរទៅមុខក៏បានទៅដល់នៅក្នុងព្រៃមួយក៏បានឃើញថាអន្ទាក់ដែលគ្រូបឹកហាត់របស់គេបានដាក់ដើម្បីវាយឆ្មក់ពួកគេរួចមកគេទាំងអស់គ្នាក៏បានរកផ្លូវដើម្បីដើរវៀងហើយនៅពេលដែលទៅដល់ភូមិមួយហើយពួកគេក៏បានឃើញថានៅទីនោះបានខ្ទេច
តិទីអត់រលីងហើយក៏មានមនុស្សស្លាប់ទៀតផងដែរហើយ81យើងក៏បានសន្មតថាហេតុការណ៍ដែលកើតឡើងនេះប្រហែលមកពីមនុស្សយន្តនោះវាជាអ្នកបង្កហើយដោយសារតែវាគឺបានហោះចេញមកពីលើភ្នំនោះក៏បានកាត់នៅទីនេះធ្វើឲ្យបំផ្លាញនៅទីនេះតិទីអត់រលីងរួចមកលេខ60ក៏បានប្រាប់ពួកគេថា NASA តែងតែប្រកាសព័ត៌មានតាមទូរទស្សន៍អំពីអាចផ្កាយមកពីខាងក្រៅប្រព័ន្ធព្រះអាទិត្យដូច្នេះពួកគេអាចសន្និដ្ឋានថាមនុស្សយន្តដែលដេញតាមសម្លាប់ពួកគេនឹងគឺជារបស់អេលៀនមកពីភពខាងក្រៅបន្ទាប់មកពួកគេក៏បានឮសំឡេងហៅសឹបនៅក្បែរនោះដែលជាសំឡេងរបស់មេតាហានម្នាក់កំពុងតែទៅដកខ្យល់ជិតស្លាប់នៅក្បែរនោះហើយពួកគេក៏បានរត់ទៅចង់ជួយគាត់បន្ទាប់បានសួរបានសំណួរផងគាត់ក៏បានស្លាប់បាត់ទៅហើយលេខ81យើងក៏បានប្រាប់ឲ្យពួកគេបន្តដំណើរទៅមុខទៀតកុំកន្លែងតែសម្បត្តិទឹកភ្នែកហើយលេខ15យើងក៏បានខឹងស្រែកទៅឲ្យលេខ81និយាយយ៉ាងកំហឹងថា81យើងគឺជាអ្នកដែលគិតតែលើខ្លួនឯងប្រយ័ត្នខ្លួនឯងមិនខ្វល់ពីអ្នកដទៃដែលបានស្លាប់បាត់ទៅហើយថែមថាឲ្យ81យើងចង់ធ្វើជាហេរ៉ូដើម្បីទទួលបានអាពានរង្វាន់ផ្កាយពណ៌ប្រាក់ហើយគ្រាន់តែលេខ81យើងបានឮថាលេខ15ហើយក៏ជាហេរ៉ូភ្លាម81យើងក៏បានស្ទុះទៅចាប់កអាលេខ15ហើយក៏បាននិយាយយ៉ាងឈឺចាប់ប្រាប់ទៅកាន់លេខ15ថានៅពេលដែលគាត់បានភ្ញាក់ពីសន្លប់នៅក្នុងមន្ទីរពេទ្យវិញក៏បានដឹងស្រាប់ហើយថាគាត់មិនអាចជួយប្អូនប្រុសរបស់គាត់ឲ្យមានជីវិតបានទេដោយសារតែគាត់មិនអាចឆ្លងកាត់ទៅដល់ទីបន្ទាត់បញ្ចប់សម្រាប់គោលដៅរបស់គាត់ដែលចង់ទៅដល់ហើយពេលនោះហើយដែលគាត់ធ្វើឲ្យប្អូនប្រុសរបស់គាត់បានស្លាប់ហើយថ្ងៃដែលគាត់ទទួលបានអាពានរង្វាន់មេដាយនោះវាគឺជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ជីវិតរបស់គាត់ផងដែរក៏វាបានលឺលេខ81យើងនិយាយហើយធ្វើឲ្យពួកគេទាំងអស់គ្នាកាន់តែមានអារម្មណ៍សោកសៅជាខ្លាំងហើយរួចហើយ81យើងក៏បានប្រាប់ឲ្យពួកគេបញ្ញាទៅយកអាយុក្រោះនៅក្បែរនោះបើកនាំលេខ7ទៅកាន់មន្ទីរវិញហើយពួកគេក៏បាននាំគ្នាទៅជួសជុលអាយុក្រមនោះរហូតដល់វាឈានឡើងមកវិញហើយក៏នាំគ្នាទៅយកខ្សែកាបទៅទាញទម្លាក់អាយុក្រនោះចេញពីទីទួលបានសម្រេចប៉ុន្តែពេលនោះក៏សត្វតែបានឃើញអាហ្វ្រែនោះក៏បានផ្ទុះឡើង2ដងហើយពួកគេក៏បានដឹងថាអាមនុស្សយន្តនោះគឺចិត្តមកដល់ហើយពួកគេក៏បានបញ្ញានាំគ្នាឡើងទៅលើយុក្រោះចំណែកលេខ15យើងក៏បានឆ្លៀតទៅយកក្របកំភ្លើងបន្ថែមសម្រាប់ពួកគេតែពេលនោះអាមនុស្សយន្តនោះវាក៏បានមកដល់បាញ់សម្លាប់លេខ15យើងធ្លុះខ្លួនស្លាប់បាត់ទៅហើយលេខ44យើងក៏បានបោកយកកុញយ៉ាងស្ទាត់ជំនាញគេចេញពីអាមនុស្សយន្តមួយនោះដែលដេញតាមគេនៅពីក្រោយហើយយុក្រោះរបស់គេក៏បានបន្តបាញ់តតាំងជាមួយនឹងអាមនុស្សយន្តនោះទៅវិញទៅមកហើយនៅពេលដែលពួកគេបានបោកយកកុញមកឆ្ងាយបន្តិចអាមនុស្សយន្តនោះវាក៏បានបញ្ចេញគ្រាប់បែកជាច្រើនហោះមកទម្លាក់បំផ្ទុះតាមផ្លូវយុក្រោះរបស់ពួកគេកំពុងតែបើកហើយពួកគេក៏បានព្យាយាមគេចុះគេចឡើងក៏បាក់យកកោធ្លាទៅដល់តាមជំនៀកជើងភ្នំហើយនៅពេលនោះដែរពួកគេក៏បានគិតថាមនុស្សយន្តមួយនោះវាក៏បានជប់ដេញពួកគេហើយតែតាមពិតទៅវាក៏បានមកឈររងចាំពួកគេនៅលើភ្នំស្រាច់នៅពេលដែលពួកគេបាក់យកក្រោះមកដល់វាក៏បានលុចចុះទៅខាងក្រោមបាញ់ឡាសែរេយោហើយលេខ44យើងក៏បានព្យាយាមគេចចេញពីវាប៉ុន្តែវានៅតែបន្តដេញយកកោរបស់ពួកគេចំណែកលេខ109ក៏បានចេញទៅខាងក្រៅបាញ់កំភ្លើងរះទៅកាន់មនុស្សយន្តមួយនោះប៉ុន្តែក៏ត្រូវវាបាញ់ខ្ទេចដៃមកខាងធ្វើឲ្យកោស្រែកជឿយ៉ាងខ្លាំងហើយយកកោរបស់ពួកគេក៏ត្រូវបានអាមនុស្សយន្តមួយនោះវាបាញ់យ៉ាងខ្ទេចខ្ទីសោះសាច់អស់ហើយលេខ81យើងក៏បានបាញ់គ្រាប់បែកបំផ្ទុះជញ្ជាំងថ្មនៅក្បែរនោះធ្វើឲ្យធ្លាក់កណ្ដាលមនុស្សយន្តមួយហ្នឹងហើយក៏បានប្រាប់ឲ្យលេខ44ឈប់យកក្រោះសិនតែក៏បានមើលទៅលេខ44ដែលជាអ្នកបោកយកក្រោះនោះក៏បានស្លាប់បាត់ទៅហើយយកក្រោះរបស់ក៏បានទៅបុកជាមួយនឹងថ្មផ្ទុះភាំងដែលធ្វើឲ្យលេខ81យើងក៏បានសន្លប់នៅคืนទៅដល់អតីតកាលដែលគាត់ជាមួយនឹងប្អូនប្រុសរបស់គាត់ដេកដួលសន្លប់នៅជិតបន្ទាយហើយក្រោយមកលេខ81យើងក៏បានភ្ញាក់ឡើងមកវិញហើយគេក៏បានដើរទៅឃើញថាគ្នាៗរបស់ពួកគេបានស្លាប់អស់ហើយ81យើងក៏បានដើរទៅកាយថ្មហើយក៏បានឃើញបំណែកស្លាប់របស់មនុស្សយន្តនោះនៅក្បែរនោះហើយក៏បានងាកទៅឃើញវាកំពុងតែបញ្ជូនលោកសញ្ញាទៅលើមេឃរីម៉ា81យើងក៏បានប្រទះឃើញលេខ7មានជីវិតក៏បានរត់ទៅជួយហើយអាក្រក់ដែលនៅជិតយកក្រោះនោះវាក៏បានផ្ទុះឡើងព្រាកដែលធ្វើឲ្យមនុស្សយន្តនៅជិតនោះវាក៏បានដឹងខ្លួនហើយក៏បានស្កេនទៅរោទៀត81យើងក៏បានបញ្ញាអូលេខ7យើងចេញទៅហើយនៅតាមផ្លូវមេឃវាក៏បានភ្លៀង81យើងក៏បានប្រើកម្លាំងអស់ពីខ្លួនដើម្បីអូលេខ7ទាំងលំបាកហើយក៏ព្យាយាមអូលេខ7យើងឡើងទៅលើភ្នំហើយមេឃវាភ្លៀងដីក៏រអិលធ្លាក់ចុះម្ដងជា2ដងដែលធ្វើឲ្យលេខ81យើងខឹងខ្លួនឯងយ៉ាងខ្លាំងដែលគេមិនអាចធ្វើវាបានសម្រេចហើយក៏មានអារម្មណ៍ថាអស់សង្ឃឹមហើយអានីតិដែលគាត់បានកំណត់នោះវាក៏បានដល់រយៈពេល24ម៉ោងអស់ទៀត81យើងក៏បានដេកដាក់ក្បាលនៅជិតលេខ7នៅពេលនោះលេខ7ក៏បានប្រាប់ទៅគេវិញថាគេដឹងថា81យើងជានរណាតាំងពីថ្ងៃដំបូងដែលពួកគេជិះលើឡានជាមួយនឹងគ្នាហើយគេក៏បានស្គាល់ប្អូនប្រុសរបស់81យើងផងដែរហើយនៅពេលលេខ7កំពុងតែស្ថិតនៅក្នុងច្បាប់សម្រាប់ក៏ដឹងថាប្អូនប្រុសរបស់81យើងក៏បានស្លាប់បាត់ទៅហើយ81យើងក៏បាននិយាយប្រាប់ទៅកាន់លេខ7វិញថាបើសិនជាគាត់បានឆ្លងកាត់ទៅដល់គោលដៅដែលគាត់ចង់ទៅដល់នោះប្រហែលជាគាត់នឹងអាចជួយឲ្យប្អូនប្រុសរបស់គាត់មានជីវិតអីចឹងទៅហើយគាត់ក៏អាចបិទភ្នែកដេកលក់ស្រួលផងដែរហើយលេខ7ក៏បាននិយាយលើកទឹកចិត្តទៅកាន់លេខ81យើងថាគេមិនមែនជាមនុស្សបរាជ័យទេ81យើងជាមនុស្សដែលខិតខំហើយក៏មិន
មិនបោះបង់ដែរតែតែជួយមនុស្សជុំវិញខ្លួនហើយគេគឺសំណាស់ហើយទៅជាកងកម្លាំងកងទ័ព Ranger និយាយហើយពួកគេក៏បានឃើញភ្លើងឡាសែចេញពីអំនុយន្តមួយនោះវានៅក្បែរនោះផងដែរចំណែកលេខ81យើងក៏បានប្រទះឃើញអាបង្គោលស្ទួចមួយនៅទីនោះហើយក៏មានកំណត់មួយហើយបន្ទាប់មកក៏បានប្រើលេខ7រងចាំនៅកន្លែងនឹងសិនទៅរួចមក81យើងក៏បានទៅដល់ការដ្ឋានដែលគេជិះយោរ៉ាយហើយក៏បានចូលទៅក្នុងកន្លែងនោះដើម្បីស្វែងរកមើលថាមានរបស់របរអ្វីខ្លះដែលគេអាចយកមកប្រើប្រាស់បានហើយចំណែកឯអនុយន្តមួយនោះវាក៏បានដើរមកស្កេននៅក្នុងព្រៃនេះហើយក៏ងាកទៅឃើញកំជួចដែលបានចេញមកពីកន្លែងមួយដែលធ្វើឲ្យវាដើរទៅរកសម្ដៅទៅកាន់កន្លែងមួយនោះហើយលេខ7យើងក៏បានលេខពន្ធនៅក្រោមដើមឈើផងដែរមួយសន្ទុះក្រោយមកអនុយន្តនឹងវាក៏បានទៅដល់កន្លែងការដ្ឋានជិះយោរ៉ាយហើយវាក៏បានឈរស្កេននៅជុំវិញនឹងហើយក៏81យើងបើកអាប៊ូលចេញមកហើយក៏បានទៅបុកច្រាមវាទៅគៀបទៅនឹងថ្មហើយ81យើងក៏បានចុះអាបេតុងឲ្យគ្រូនោះវាហូរចូលទៅក្នុងអាហើយនៅចំកណ្ដាលអនុយន្តមួយនោះដែលវាជាកំណែសំខាន់សម្រាប់បញ្ចេញខ្យល់កម្ដៅរបស់វាហើយអនុយន្តមួយនោះវាព្យាយាមរុញអាប៊ូលថយក្រោយវិញ81យើងក៏បានបើករុញទៅបុកវាគៀបទៅនឹងជញ្ជាំងថ្មម្ដងទៀតហើយក៏បានចុះអាបេតុងនោះធ្វើឲ្យគ្រូធ្លាក់ចូលអាហើយខ្យល់របស់អនុយន្តនោះកាន់តែច្រើនដែលធ្វើឲ្យវាស្ទះរុញបញ្ចេញខ្យល់ក៏ឡើងកម្ដៅខ្លាំងទៅរួចមកវាក៏បានផ្ទុះភាំងហើយ81យើងក៏បានលុតចេញពីអាប៊ូតនតែនៅពេលនោះអាក្របបែកដែលចេញមកពីអាមនុយន្តមួយនោះវាក៏បានធ្លាក់មកដីជាច្រើនគ្រាប់ហើយវាក៏បានបំផ្ទុះនៅទីនោះយ៉ាងសាហាវធ្វើឲ្យ81យើងរត់ស្ទឹងមិនទាន់ព្រឹកស្អែកមកដល់81យើងក៏បានលីលេខ7ទៅដល់បន្ទាយវិញបានសម្រេចហើយនៅឯបន្ទាយជំរំណែវិញក៏មានភាពចលាចរក៏បានឃើញថាមានធម្មភេកជ្ជៈជាច្រើនបានដឹកបំណែករបស់អមនុយន្តអេលៀននឹងមកទុកដើម្បីធ្វើការពិសោធន៍សិក្សាបន្ថែមរួចមកលោកមេបញ្ជាការក៏បានមកជួបជាមួយនឹងលេខ81យើងក៏បានប្រាប់គេថាអមនុយន្តអេលៀននឹងវាមានគ្រប់ទីកន្លែងហើយយើងក៏បានបាត់បង់កងទ័ពអស់ពាក់កណ្ដាលផងដែរហើយនៅពេលនេះយើងកំពុងតែត្រៀមលក្ខណៈដើម្បីទប់ទល់ការឈ្លានពានជាសកលរួចមកសារព័ត៌មានក៏បានប្រកាសថា46ម៉ោងមុន NASA បានបញ្ជាក់ថាអាចផ្កាយដែលបានបំបែកខ្លួនតូចៗខ្លាចទៅជាយានបានធ្លាក់ទៅទីតាំងនានាទូទាំងពិភពលោកហើយយាននោះបានបំលែងខ្លួនទៅជាមនុស្សយន្តបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅហើយវាក៏បានវាយប្រហារទៅដល់ទីក្រុងហើយនឹងជនស៊ីវិលនិងប្រព័ន្ធការពារជាតិប៉ុន្តែនៅពេលកងទ័ពទូទាំងពិភពលោកទើបតែអាចទប់ទល់រលកវាយប្រហារដល់កំហុកនេះបានស្រាប់តែមានអពពួកមនុស្សយន្តអេលៀននិងជាច្រើនទៀតកំពុងតែធ្លាក់មកកាន់ភពផែនដីយើងហើយដល់ការវាយប្រហារឥតឈប់ចូលដែលធ្វើឲ្យថ្នាក់លើបាក់ការប្រជុំជាសកលបញ្ជូនកងទ័ពទាំងផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹកដើម្បីទៅវាយបកតតាំងជាមួយនឹងអពមនុស្សយន្តទាំងអស់នោះវិញហើយ81យើងក៏បានប្រាប់លោកមេបញ្ជាការអំពីចំណុចខ្សោយរបស់អនុយន្តមួយហ្នឹងគឺនៅចំចំណុចកណ្ដាលដែលជាហើយដើម្បីបញ្ចេញខ្យល់ក្តៅរបស់វាហើយបើយើងអាចកំទេចអាហើយនឹងបានអនុយន្តហ្នឹងវាក៏បានស្លាប់ទៅផងដែរហើយលោកមេបញ្ជាការក៏បានអរគុណទៅដល់81យើងដែលផ្ដល់ព័ត៌មានដ៏សំខាន់ដែលអាចជួយជីវិតដល់មនុស្សលោកជាច្រើនហើយក៏បានបិទស្លាកសញ្ញា Ranger ទៅឲ្យលេខ81យើងហើយ81យើងក៏បានខ្លាចទៅជា Ranger ដ៏ពេញសិទ្ធិបំពេញតាមបំណងបងប្អូនរបស់គាត់ហើយបន្ទាប់មកពួកគេក៏បានទៅប្រជុំម្ដងទៀត81យើងក៏បាននិយាយលើកទឹកចិត្តទៅកាន់ទាហានផ្សេងហើយរឹងមាំតស៊ូកំបោះបង់ដើម្បីប្រទេសជាតិកំពុងតែត្រូវការយើងហើយពួកគេទាំងអស់គ្នាក៏បានរត់ឡើងទៅលើថង់ពេកជាក៏បានហោះទៅធ្វើបេសកកម្មបន្ទាប់ដើម្បីកម្ចាត់អាពពួកមនុស្សយន្តអេលៀននឹងហើយសេរីរឿងយើងក៏ចប់ត្រឹមតែប៉ុណ្ណេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការជួយទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជក់ចិត្តជាមួយនឹងរឿងមួយនេះដែរហើយអរគុណអ្នកទាំងអស់គ្នាម្ដងទៀតជួបខ្ញុំសេរ៉ូជាមួយនឹងការសម្ដែងរឿងក្រោយៗទៀតសូមអរគុណ